គាត់បាននិយាយថាទោះបីជាគាត់ចាក់ចេញទៅគាត់មានសេចក្តីសុខគាត់បានភាពកក់ក្ដៅដោយគាត់ដឹងថាអង្គការនេះបានដើរនេះគឺភាពជោគជ័យជាពិសេសចំពោះស្ថាបនិកនៃអ្វីមួយគេធ្លាប់សួរខ្ញុំកាលខ្ញុំកសាងអង្គភាពប្រឆាំងភេរវកម្មអ្នកកសែតមួយសួរខ្ញុំថាតើអ្នកឯងស្អីទៅជាភាពជោគជ័យនៃអង្គភាពនេះតើភាពជោគជ័យអ្នកឯងរៀបរាប់បន្តិចឲ្យនិយមន័យខ្ញុំថាភាពជោគជ័យរបស់ខ្ញុំនៅក្នុងការកសាងអង្គភាពនេះគឺពេលដែលខ្ញុំចេញទៅអង្គភាពនេះនៅដើរហើយបន្តរីកចម្រើនពីអាទិត្យមុនខ្ញុំបានទៅឆ្ងល់មើលមេបញ្ជាការអង្គភាពក្រោយគាត់ប្រាប់ខ្ញុំគាត់រាយការណ៍ពីការវិវត្តខ្ញុំប្រាប់នេះគឺជាអ្វីដែលខ្ញុំចង់បានកុំឲ្យតែខ្ញុំកសាងបានប៉ុណ្ណឹងចប់ទៅអង្គភាពនេះរលំឬមួយក៏វាឡើងទៅមុខទៀត